Hello ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមូលមតិទាំងអស់គ្នាជាមួយនឹងបងប្អូនទាំងអស់បានធ្វើការបង្ស្កូលជូនបងកុសលទៅដល់ឪពុកម្ដាយបងប្អូនជាតាបានចែកឋានទៅមានភាពសប្បាយរីករាយជាមួយនឹងការធ្វើបន់នេះណាមានយើងនិមន្តលោកបង្ស្កូលជូនយាយរបស់ខ្ញុំដែលគាត់តែបានស្លាប់ឆ្នាំមុនអញ្ចឹងមានលោកមានអីហ្នឹងទៅហើយយើងបានស្គាល់នៅកន្លែងភ្នូលរបស់គាត់ជូនគាត់តែពេលយើងបានស្ដាប់ធម៌ទៅមានអារម្មណ៍ថាសប្បាយចិត្តហើយនឹករលឹកដល់គាត់នេះប្រពន្ធរបស់ខ្ញុំហើយនឹងបងថ្លៃសាច់ញាតិទាំងអស់បានចូលរួមពួកយើងបានស្ដាប់ធម៌ដោយសេចក្តីស្ងប់ស្ងាត់និងសប្បាយចិត្តជាមួយនឹងក្រុមគ្រួសារធ្វើបន់ធ្វើទានចិត្តចូលឆ្នាំផងបងប្អូនហើយបានជួបជុំហើយបន្ទាប់មកខ្ញុំក៏និមន្តលោកមកសូត្រមន្តនៅផ្ទះរបស់ខ្ញុំដើម្បីលើករាសីសិរីសួស្តីឆ្នាំថ្មីបងប្អូនចូលឆ្នាំ2026ហ្នឹងតែចូលឆ្នាំពិតជាសប្បាយចិត្តក៏អញ្ជើញញាតិភូមិអីទាំងអស់គ្នាបងប្អូនយើងមកហើយបន្ទាប់មកយើងក៏អាំងប៉ែទូចមួយមកជុំគ្រួសារបងប្អូនយើងហូបចុកអីតិចតួចទៅបងប្អូនណាតែមានអារម្មណ៍សប្បាយរីករាយសប្បាយចិត្តណាមើលបងខ្ញុំដែលអាំងប៉ែអីទាំងមើលទៅឡើងអែមមកជាតិសប្បាយណាបងប្អូនណាហើយក៏យើងឆ្លៀតបំពងមាត់បំពងអីតិចទៅជាមួយនឹងអាជានេះហើយក៏ជួបជុំបងប្អូនយើងនៅផ្ទះនេះមើលបងប្អូនខ្ញុំបែបសាមញ្ញតែសប្បាយរីករាយគាត់រីករាយណាខ្ញុំក៏រីករាយបងប្អូនក៏រីករាយយើងចូលឆ្នាំណាបងប្អូនចូលឆ្នាំហើយរីករាយសប្បាយទាំងអស់គ្នាតែតបពីយើងបានស្គាល់ឬយើងមកហត់ត្រប់ហូបចុកទៅវារៀងសប្បាយបងប្អូនរំលេងកំសាន្តអញ្ចឹងយើងជាថាជនជាតិកម្ពុជាយើងមានប្រពៃណីទំនៀមទម្លាប់ដល់ល្អផូរផង់អញ្ចឹងបានជួបជុំបងប្អូនបាទសូមអរគុណបងប្អូនទាំងអស់គ្នា